ចំណងជើងបុរសម្នាក់ដែលមិនបោះបង់ YouTube ថ្ងៃមួយមានបុរសម្នាក់រស់នៅធម្មតាគាត់មិនល្បីមិនមានលុយមិនមានកាមេរ៉ាថ្លៃមានតែទូរស័ព្ទចាស់មួយនិងចិត្តដែលចង់បង្កើតអ្វីមួយគាត់ចង់ធ្វើ YouTube មិនមែនដើម្បីល្បីភ្លាមទេតែព្រោះគាត់ចង់និយាយចង់ប្រាប់រឿងចង់ឲ្យមានអ្នកណាម្នាក់ស្ដាប់ថ្ងៃដំបូងគាត់ថតវីដេអូមានមនុស្សមើលតែ3នាក់មួយនាក់ជាគាត់ឯងមួយនាក់ជាមិត្តមួយនាក់ទៀតមិនដឹងអ្នកណាមានអ្នកខ្លះនិយាយថាធ្វើអត់បានទេមិនជោគជ័យទេគេធ្វើល្បីអស់ហើយគាត់ស្ដាប់ហើយគាត់ជឿចិត្តតែគាត់មិនឈប់រាត្រីមួយគាត់អង្គុយមើលវីដេអូខ្លួនឯងសើចតិចហើយនិយាយក្នុងចិត្តថាយ៉ាងហោចណាស់ខ្ញុំបានចាប់ផ្ដើមវើថ្ងៃបន្ទាប់គាត់ថតម្ដងទៀតមិនល្អដូចគេតែមិនដូចម្សិលមិញពេលវេលាកន្លងទៅអ្នកមើលមិនច្រើនតែមានម្នាក់ខមមិនថាវីដេអូបងធ្វើឲ្យខ្ញុំមានកម្លាំងចិត្តនៅពេលនោះគាត់ដឹងថាជោគជ័យមិនមែនជាចំនួនអ្នកមើលតែជាមនុស្សម្នាក់ដែលបានស្ដាប់ដោយចិត្តហើយគាត់នៅតែធ្វើ YouTube មិនមែនព្រោះគេល្បីតែព្រោះវាជាសុបិនដែលគាត់មិនចង់បោះបង់ចំណងជើងមនុស្សធម្មតាដែលមិនព្រមបោះបង់ YouTube ថ្ងៃមួយមានបុរសម្នាក់គាត់មិនល្បីមិនមានអ្នកគាំទ្រមិនមានកាមេរ៉ាថ្លៃគាត់មានតែទូរស័ព្ទចាស់និងចិត្តមួយដែលពេញទៅដោយសំណួរតើខ្ញុំអាចធ្វើអ្វីមួយបានទេក្នុងពិភពដែលគេមិនស្គាល់ខ្ញុំគាត់ចង់ធ្វើ YouTube មិនមែនព្រោះចង់ល្បីតែព្រោះគាត់ឯកាគាត់មានរឿងក្នុងចិត្តហើយគាត់ចង់ឲ្យមានអ្នកណាម្នាក់ស្ដាប់វីដេអូដំបូងមើលតែ5នាក់គ្មាន comment គ្មាន like មានតែភាពស្ងៀមស្ងាត់មនុស្សខ្លះសើចមនុស្សខ្លះនិយាយថាឈប់ទៅវាអត់ទៅមុខទេគេធ្វើ YouTube អស់ហើយរាត្រីមួយគាត់បិទទូរស័ព្ទអង្គុយស្ងៀមភ្នែកមើលមេឃចិត្តគិតថាប្រសិនបើខ្ញុំឈប់ថ្ងៃនេះខ្ញុំនឹងនៅជាមនុស្សដែលមិនបានសាកល្បងថ្ងៃបន្ទាប់គាត់ថតម្ដងទៀតសំឡេងមិនល្អរូបមិនច្បាស់តែចិត្តមិនដូចម្សិលមិញខែកន្លងទៅអ្នកមើលនៅតិចប៉ុន្តែថ្ងៃមួយមាន comment មួយសរសេរថាវីដេអូបងធ្វើឲ្យខ្ញុំមិនឯកាឡើយcomment តូចមួយប៉ុន្តែបេះដូងគាត់ធំឡើងនៅពេលនោះគាត់យល់ហើយថា YouTube មិនមែនសម្រាប់អ្នកដែលល្បីឆាប់តែសម្រាប់អ្នកដែលមិនបោះបង់ឆាប់ថ្ងៃនេះគាត់នៅតែមិនល្បីប៉ុន្តែគាត់កំពុងដើរទៅមុខជាមួយសុបិនជាមួយការតស៊ូនិងជាមួយមនុស្សមួយចំនួនដែលស្ដាប់គាត់ដោយចិត្តហើយប្រហែលជាវីដេអូនេះគឺជាវីដេអូដែលអ្នកកំពុងស្ដាប់ឥឡូវនេះ